Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នាចឹងប្រហែលថ្ងៃមុននេះគឺខ្ញុំបានផុស status មួយដែលសួរអំពីចម្លើយមួយចម្ងល់មួយថាពាក្យខ្មែរមួយដែលគេតែងតែលើកឡើងថាធ្វើល្អបានអាចចឹងធ្វើល្អបានអាចមានន័យថាម៉េចព្រោះពាក្យនេះគឺខ្ញុំលើគេនិយាយចឹងនៅពេលដែលលើគេនិយាយចឹងខ្ញុំក៏យកមកពិចារណាគិតធ្វើវីដេអូមួយពាក់ព័ន្ធជាមួយបញ្ហាហ្នឹងចឹងមានបងប្អូនអ៊ីស្លាមយើងមួយចំនួនគឺគាត់អត់យល់អញ្ចឹងគាត់គិតថាគាត់ធ្វើល្អជាមួយគេឲ្យគេតបស្នងមកវិញជាមួយរឿងអាក្រក់ចឹងគាត់ក៏ប្រើភាសាហ្នឹងដែរទៅធ្វើល្អបានអាចចឹងគាត់ក៏ជប់ជួយគេឬក៏អាចជប់ធ្វើល្អជាមួយពីណាគេទៀតដែលសារតែទង្វើល្អរបស់គាត់ត្រូវបានតបស្នងមកវិញដោយទង្វើអាក្រក់អញ្ចឹងចង់ដឹងថាតើពាក្យថាធ្វើល្អបានអាចនេះឬក៏ធ្វើល្អគេតបស្នងមកវិញជាមួយនឹងទង្វើអាក្រក់នៅក្នុងសង្គមរបស់យើងសប្តាហ៍នេះបើសិនជាគិតនៅក្នុងទស្សនៈរបស់អល់ឡោះនៅក្នុងច្បាប់អ៊ីស្លាមតើវាយ៉ាងណាវិញអញ្ចឹងសង្ឃឹមថាបងប្អូននឹងតាមដានជាមួយខ្ញុំរហូតដល់ចប់លើបញ្ហាមួយនេះអ៊ីនសាអល់ឡោះតើអ្នកធ្លាប់ទទួលអារម្មណ៍ថាយើងបានធ្វើល្អយើងបានជួយគ្រប់មធ្យោបាយទៅកាន់នរណាម្នាក់ក៏ប៉ុន្តែនៅទីបញ្ចប់យើងបែរជាត្រូវបានគេក្បត់យើងខំធ្វើល្អជាមួយគេក៏ប៉ុន្តែបែរជាគេតបស្នងមកវិញជាមួយនឹងទង្វើដែលធ្វើឲ្យយើងឈឺចាប់មិនអាចបំភ្លេចបានមានពាក្យខ្មែរមួយដែលគេតែងតែលើកឡើងយកមកនិយាយថាធ្វើល្អបានអាចដែលមានន័យថាយើងខំធ្វើល្អជាមួយគេក៏ប៉ុន្តែបែរជាត្រូវបានទទួលការតបស្នងមកវិញដោយការក្បត់ឬទង្វើអាក្រក់ណាមួយជាដើមអារម្មណ៍មួយនោះពិតជាឈឺចាប់ខ្លាំងណាស់តើមែនទេវាមានអារម្មណ៍ថាសេចក្តីសប្បុរសរបស់យើងគឺត្រូវបានប្រែក្លាយជារឿងអត់ប្រយោជន៍នៅក្នុងវីដេអូមួយនេះខ្ញុំចង់ចែករំលែកទស្សនៈមួយអំពីទស្សនៈអ៊ីស្លាមតើវាគឺជាការពិតទេដែលថាសេចក្តីសប្បុរសរបស់យើងបានបាត់បង់តម្លៃរបស់វាទៅជាគ្មានបានការនៅពេលដែលត្រូវបានគេតបស្នងចំពោះទង្វើល្អរបស់យើងជាមួយនឹងការក្បត់ឬទង្វើអ្វីមួយដែលធ្វើឲ្យយើងឈឺចាប់មិនអាចបំភ្លេចបាននៅក្នុងវីដេអូមួយនេះបងប្អូននឹងបានដឹងសូមតាមដានរហូតដល់ចប់ដើម្បីកុំឲ្យយល់ខុសត្រង់ចំណុចណាមួយអ៊ីនសាអល់ឡោះនៅក្នុងសាសនាអ៊ីស្លាមគឺមានគោលការណ៍ធំមួយរាល់ការសាងទង្វើល្អវាគឺមានទំនាក់ទំនងរវាងមនុស្សនិងព្រះជាម្ចាស់ដោយផ្ទាល់វាមិនមែនជាបញ្ហាផ្ទាល់ខ្លួនរវាងមនុស្សនិងមនុស្សនោះឡើយមានបងប្អូនជាច្រើនតែងតែគិតខុសមានអ្នកខ្លះគិតថានៅពេលដែលយើងជួយលើនរណាម្នាក់បុគ្គលដែលយើងជួយនោះត្រូវតែតបស្នងទង្វើល្អមួយនោះមកកាន់យើងវិញនៅពេលដែលបុគ្គលដែលយើងបានជួយជ្រោមជ្រែងនោះបានក្បត់ឬមិនបានថ្លែងអំណរគុណចំពោះទង្វើដែលយើងបានជួយគេនៅពេលដែលមនុស្សភាគច្រើនតែងតែមានអារម្មណ៍តូចចិត្តហើយខិតខំធ្វើល្អជាមួយគេបែរជាតបស្នងមកវិញជាមួយនឹងទង្វើអាក្រក់នេះគឺជាប្រព័ន្ធនៃការគិតរបស់មនុស្សទូទៅក៏ប៉ុន្តែសម្រាប់គោលការណ៍នៅក្នុងសាសនាអ៊ីស្លាមវិញគឺមិនដូច្នោះឡើយយើងលើកយកឧទាហរណ៍មួយថាយើងបានដាំផ្កាដ៏ស្រស់ស្អាតមួយដើមហើយស្រោចទឹកមើលថែវាជារៀងរាល់ថ្ងៃយើងពិតជាស្រឡាញ់ចូលចិត្តដាំផ្កាមួយនោះខ្លាំងណាស់ស្រាប់តែថ្ងៃមួយមាននរណាម្នាក់បានបេះផ្កានោះហើយទម្លាក់ចោលទៅនឹងដីថែមទាំងជន់កំទេចផ្កានោះនៅក្បែរដើមរបស់វាទៀតផងសំណួរសួរថាតើការខិតខំដាំផ្ការបស់យើងនោះបានคล้ายទៅជារឿងអាសាបងអត់ប្រយោជន៍ឬទេគោលការណ៍នៅក្នុងសាសនាអ៊ីស្លាមគឺមិនដូច្នោះឡើយរាល់កម្លាំងញើសឈាមរបស់យើងដែលបានចំណាយលើវាគឺមានតម្លៃនៅក្នុងទស្សនៈរបស់អល់ឡោះដូចគ្នាដែរចំពោះទង្វើល្អរបស់យើងគឺត្រូវបានកត់ត្រាអំពីតម្លៃរបស់វារួចរាល់បាត់ទៅហើយនៅក្នុងទស្សនៈរបស់អល់ឡោះជាម្ចាស់ផលបុណ្យនៃការជួយអ្នកដទៃរបស់យើងគឺត្រូវបានរាប់បញ្ចូលថាជាកម្មសិទ្ធិដែលយើងស័ក្តិសមនឹងទទួលបានរួចរាល់បាត់ទៅហើយចំណែកឯការក្បត់ឬការតបស្នងដោយទង្វើអាក្រក់របស់បុគ្គលដែលយើងបានជួយនោះវាគឺជាបញ្ហារបស់គេជាមួយព្រះជាម្ចាស់ហេតុអ្វីបានជាយើងត្រូវតែធ្វើល្អជានិច្ចនៅក្នុងជីវិតរបស់យើងបើទោះបីជាត្រូវបានគេក្បត់ឬតបស្នងមកវិញដោយទង្វើអាក្រក់ក៏ដោយនោះនៅក្នុងសាសនាអ៊ីស្លាមបានគូបញ្ជាក់យ៉ាងច្បាស់ថាទាំងនោះវាគឺជាការសាកល្បងមួយនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ប្រសិនបើយើងនៅតែបន្តធ្វើល្អបើទោះបីជាធ្លាប់ត្រូវបានគេក្បត់ឬបោកប្រាស់ទំនុកចិត្តក៏ដោយនោះហើយគឺជាសញ្ញាដែលបញ្ជាក់ថាការធ្វើទង្វើល្អរបស់យើងមិនមែនដោយសារតែចង់បានការកោតសរសើរពីនរណាម្នាក់នោះទេក៏ប៉ុន្តែវាគឺជាការបញ្ជាក់ថាយើងគឺជាមនុស្សដែលល្អពិតប្រាកដមិនមែនធ្វើអ្វីមួយនៅក្នុងនាមជាការសម្ដែងនោះឡើយនេះហើយគឺជាទង្វើដែលមនុស្សគ្រប់រូបត្រូវតែធ្វើមិនមែនសម្ដែងចង់ឲ្យគេសរសើរនោះទេសាសនាអ៊ីស្លាមបានបង្រៀនយើងឲ្យធ្វើជាមនុស្សដែលជាអ្នកប្រគល់ឲ្យគេឬជាមនុស្សដែលតែងតែជួយដល់គេជានិច្ចប្រសិនបើយើងឈប់សាងទង្វើល្អដោយសារតែមនុស្សម្នាក់ឬពីរនាក់ដែលបានក្បត់យើងកាលគ្រាកន្លងមកនោះគឺមានន័យថាយើងបានបណ្ដោយឲ្យបុគ្គលអាក្រក់នោះមកផ្លាស់ប្ដូរចិត្តគំនិតរបស់យើងឲ្យคล้ายទៅជាអ្នកដែលកំណាញ់អ្នកដែលមានចិត្តចង្អៀតចង្អល់មិនចង់ជួយដល់អ្នកដទៃបន្តទៀតកុំបណ្ដោយឲ្យចរិតអាក្រក់របស់អ្នកដទៃមកបំផ្លាញដួងចិត្តដ៏បរិសុទ្ធរបស់យើងឲ្យសោះទោះបីជាយ៉ាងណាក៏ដោយសាសនាអ៊ីស្លាមក៏មិនមែនបង្រៀនឲ្យមនុស្សទាំងអស់មានចរិតហាក់ដូចជាល្ងងខ្លៅនោះដែរហើយក៏មិនបណ្ដោយឲ្យបុគ្គលណាម្នាក់មកជន់ក្បាលរបស់យើងរហូតនោះដែរអ៊ីស្លាមគឺយកចិត្តទុកដាក់បំផុតចំពោះភាពឆ្លៀសវៃប្រសិនបើមាននរណាម្នាក់បានក្បត់ទំនុកចិត្តឬក្បត់ដោយប្រការណាមួយកុំជួយដល់គេបន្តទៀត
ត្រូវចេះបែងចែកជ្រើសរើសជួយចំពោះអ្នកណាដែលល្អត្រឹមត្រូវនិងផ្ដល់តម្លៃចំពោះទឹកចិត្តរបស់យើងដូច្នេះសាសនាអ៊ីស្លាមបានបង្រៀនឲ្យយើងក្លាយទៅជាមនុស្សល្អមិនមែនបង្រៀនឲ្យយើងក្លាយជាមនុស្សដែលល្ងងខ្លៅល្ងីល្ងើឲ្យគេជន់ឈ្លីតាមតែអំពើចិត្តនោះទេដូច្នេះពាក្យខ្មែរមួយឃ្លាដែលតែងតែពោលថាធ្វើល្អបានអាចវាគឺជាពាក្យមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ជាការបញ្ជាក់ចំពោះសេចក្តីឈឺចាប់ដែលពួកគេបានជួបប្រទះក៏ប៉ុន្តែនៅក្នុងទស្សនៈរបស់អ៊ីស្លាមភាពល្អប្រសើរដែលបានសាងកន្លងមកមិនបានបាត់បង់ទៅណានោះឡើយនៅក្នុងក្រសែភ្នែករបស់អល់ឡោះជាម្ចាស់យើងប្រហែលជាទទួលបានលាមកឬការតបស្នងអាក្រក់អំពីមនុស្សលោកក៏ប៉ុន្តែនៅក្នុងទស្សនៈរបស់អល់ឡោះជាម្ចាស់អ្នកគឺកំពុងតែធ្វើទង្វើដ៏ល្អអស្ចារ្យមួយសម្រាប់ជីវិតបន្ទាប់របស់អ្នកចូលកុំឈប់ធ្វើជាមនុស្សល្អពីព្រោះនៅក្នុងโลกនេះគឺត្រូវការមនុស្សដូចជាអ្នកច្រើនណាស់មិនត្រូវការប្រភេទមនុស្សដែលកុហកបោកប្រាស់គេនោះឡើយគ្រប់ទង្វើរបស់គេដែលបានក្បត់គេនឹងទទួលខុសត្រូវនៅចំពោះមុខតុលាការរបស់ព្រះជាម្ចាស់ជាមិនខានវ៉ាឡោះអាឡាំសូមអរគុណចំពោះការតាមដានស្ដាប់សង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ